មកដល់ពេលនេះសៀមបាននឹងកំពុងបន្តឈ្លានពានមកលើទឹកដីយើងយ៉ាងក្តៅកគុកអត់មានដកថយទេហើយសកម្មភាពមួយចំនួនដែលយើងឃើញសប្តាហ៍ថ្ងៃគឺការដាក់កុងតឺន័រព័ទ្ធយកតំបន់ដែលវាវាយកាន់កាប់បាននៅពេលសង្គ្រាមហើយជនភៀសសឹកខ្មែរយើងនៅតែបន្តបាត់បង់ផ្ទះសម្បែងអត់អាចចូលទៅបានហើយមិនដឹងពេលណាដែលមានដំណោះស្រាយចាក់ស្ដែងយើងអត់ដឹងឬមួយក៏ស្ថានភាពទៅមុខយ៉ាងណាយ៉ាងណីគឺយើងអត់ច្បាស់ទាំងអស់គ្នាតែសរុបឲ្យខ្លីមកគឺសង្គ្រាមនេះគឺផ្ដល់ការជួយចាប់ខ្លាំងណាស់មកដល់ប្រទេសយើងទាំងមូលជនជាតិយើងទាំងមូលហើយអ្នករងគ្រោះរបស់យើងគឺមានច្រើនទាំងទាហានទាំងជនស៊ីវិលទាំងតបសម្បត្តិរបស់ជាតិយើងទាំងមូលផងដូចនេះរឿងនេះវាធំធេងក្រៃលែងចំពោះជនជាតិខ្មែរយើងហើយយើងងាកមកមើលអង្គការអន្តរជាតិវិញគឺជាពេលចុះខ្សោយផុតរបស់អង្គការអន្តរជាតិអត់មានអំណាចទេហើយប្រទេសនៅក្នុងតំបន់គេបានត្រឹមតែស្ដីនិយាយចុងមាត់ចុងកទេគេអត់អាចជួយយើងអីបានទេសៀមឈ្លានពានយើងប៉ុណ្ណឹងអត់មានតន់មានអង្គការអន្តរជាតិប្រទេសណាគេកោតទោសសៀមទេហើយសូម្បីតែមិត្តអាស៊ានហ្នឹងក៏មិនអាចជួយអីយើងបានដែរគេបានតែធ្វើចុងមាត់ចុងកអញ្ចឹងទេគេអាចកោតទោសអីមួយថៃព្រោះហេតុអីព្រោះលទ្ធភាពគេអាចធ្វើបានតែប៉ុណ្ណឹងគេមិនតែខ្វល់ពីសក់ទុកយើងទេហើយគេក៏មិនអាចធ្វើអីលើសទាំងមួយថៃឲ្យបានដែរគេមានតែខ្លាចថៃថ្នាក់ចិត្តផងព្រោះថៃគេមានប្រយោជន៍សេដ្ឋកិច្ចច្រើនជាមួយប្រទេសជុំវិញណាហើយយើងមិនអាចបន្ទោសគេបានទេថាឯងមិនជួយឯងផងព្រោះបើសិនជាគេមានរឿងក៏យើងមិនអាចទៅជួយគេបានទេវាជារឿងធម្មតាអានេះយើងកុំរពឹងគេពេកយើងត្រូវថាខ្លួនឯងមានអីពឹងខ្លះអាចពឹងខ្លួនឯងបានប្រហែលចំពោះចិននិងអាមេរិកវិញផលប្រយោជន៍ដែលគេមានជាមួយថៃគឺច្រើនជាងយើងដាច់អញ្ចឹងគេក៏មិនហ៊ានធ្វើអីឲ្យថៃថ្នាក់ដែរអានេះយើងទៅតែយល់ហើយនឹងទទួលស្គាល់ការពិតរបស់ខ្លួនឯងដងផ្អែកដែលយើងគិតថាផ្អែកបានគឺផ្អែកអត់បានបញ្ហាគឺមិនគេផ្អែកបានដែរគឺមកពីយើងស្ទង់ស្ថានភាពអត់ត្រូវខ្លួនឯងអាហ្នឹងយើងត្រូវតែដឹងខ្លួនប៉ុណ្ណឹងងាកមកមើលប្រជាជនខ្មែរយើងវិញសង្គ្រាមមិនទាន់ចប់ទេហើយការឈឺចាប់ដែលថៃកំពុងឈ្លានពានក៏កំពុងតែពេញបន្ទុកដែរនៅតែពាត់យកនៅដាក់កុងតឺន័រយកថាបរទេសគេមិនខ្វល់ពីយើងហើយយើងនឹងខ្វល់ពីខ្លួនឯងអត់ប្រជាជនយើងមិនខ្វល់ពីខ្លួនឯងអត់ឥឡូវហ្នឹងយើងលែងខ្វល់ហើយយើងវិវត្តតាមបណ្ដាញសង្គមតាមរឿងនេះរឿងនោះរឿងប្តីមានស្រីមានប្រុសមានអីពេញទឹកពេញដីអាណាស្មោះអីយើងលែងខ្វល់លែងឈឺចាប់អញ្ចឹងថៃនៅតែបន្តឈ្លានពានយើងហ្នឹងវាអត់ចប់ទេអ្វីដែលចប់គឺខ្មែរយើងលែងខ្វាយលែងខ្វល់លែងឈឺចាប់ហើយក៏លែងខំប្រឹងប្រែងលែងកាយខ្លួនដើម្បីអភិវឌ្ឍខ្លួនឯងទប់នឹងសត្រូវដែរហើយឥឡូវយើងបន្តអ្នកណាយើងបន្ត UN យើងបន្តបរទេសផ្សេងគេអត់ខ្វាយខ្វល់ពីយើងសូម្បីតែយើងជនជាតិខ្លួនឯងមកឥឡូវយើងខ្វាយខ្វល់ដែរយើងប្រឹងធ្វើការជាងមុនអត់យើងប្រឹងរៀនសូត្រជាងមុនអត់យើងប្រឹងធ្វើរឿងល្អអភិវឌ្ឍខ្លួនឯងជាងមុនអត់វាអត់ហើយបើអត់ទេចាំអាចឈឺចាំតែស្អីហើយវាត្រូវយើងអត់ឈឺចាំហើយអត់មានខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងអីអត់មានយូរទេសង្គ្រាមអត់ទាន់ចប់ទេថៃអាចនឹងវាយយើងម្ដងទៀតដើម្បីអាចកាន់កាប់បានចំណុចកាន់តែច្រើនជាងហ្នឹងយកបានកាន់ច្រើនជាងហ្នឹងហើយឥឡូវហ្នឹងប្រជាជនយើងក៏ត្រៀមខ្លួនអីខ្លះដើម្បីទប់ទល់ស្ថានភាពអូយមួយមួយចំនួនធំគឺវិវត្តរឿងសង្គមនេះនោះនេះប្តីមានស្រីតាមដានសាច់រឿងគ្រួសារគេរឿងគ្រួសារហើយដោះសំចេញទៅតុលាការទៅរស់នៅមើលគ្នាមិនកើតលែងគ្នាទៅហើយបងប្អូនប្រឹងតែជេរបចោខាងប្តីកាន់ជើងខាងប្រពន្ធនឹងឲ្យជេរបចោកាន់ជើងហើយប្តីនឹងវាលែងខូចវិញវាទៅជាមនុស្សល្អវិញតែវាខូចចង់ណាជេរតេះដៀលអីក៏នៅខូចដែរតែវាត្រូវតែគេមិនចង់រស់នៅជុំគ្នាវិញយើងទៅចង់ផ្សំគុំគេមិនក៏វាមិនជុំគ្នាវិញដែរអូយវេវកជេដៀលគេកំសត់បែបយ៉ាងមើលខ្ញុំដីខ្ញុំអីខ្លួនឯងផងមើលឆ្នាំងមើលអង្គមើលអីខ្លួនឯងផងយូរទៅថៃកំពុងតែឈ្លានពានកំពុងតែពាត់យកដីរាល់ថ្ងៃអ្វីដែលខ្មែរតាមដានគឺរឿងគ្រួសារគេហើយបែកប៉ល់ពេញបណ្ដាញសង្គម